Ok, so đây khiយើងទាំងអស់គ្នាថ្ងៃនេះយើងចូលមកដល់ display grid ចឹង display grid មេរៀនយើងនៅដដែលទេគឺមាន my project HTML ហើយនឹង style CSS អូខេហើយនៅ HTML នេះគឺយើងមានដដែលទេគ្រាន់តែខ្ញុំថែមពី6ដល់15មកវិញដោយសារមេរៀនមុនខ្ញុំបានលុបចេញអញ្ចឹងខ្ញុំថែមមកវិញប៉ុណ្ណឹងទេអញ្ចឹងអ្នកនរគ្នាអាចថែមដូចខ្ញុំបានហើយបន្ទាប់មកយើងចូលមកដល់ style CSS អញ្ចឹងយើងហៅនេះយើងមកយើងហៅអីគេយើងហៅ class name យើងមក container អូខេ class name យើងគឺ container ប៉ុន្តែខ្ញុំចង់ដាក់ background ពណ៌ឲ្យបោះមួយនេះដើម្បីងាយស្រួលមើលអញ្ចឹងខ្ញុំត្រូវហៅ container បូក div ណា container div អូខេ container div ហើយខ្ញុំដាក់ background color អ្នកនរគ្នាអាចទៅមើលនៅមេរៀនមុនៗដែលតើយើងដាក់ background color ផ្សេងៗគេខ្ញុំដាក់នេះចឹងអូខេខ្ញុំដាក់អញ្ចឹងបន្ទាប់មកខ្ញុំចង់ឲ្យវាដាច់បន្តិចខ្ញុំដាក់ margin អូខេណា margin ដាក់5ទៅ margin 5 px ហ្នឹងហើយដាក់អញ្ចឹងដើម្បីឲ្យវាស្រួលមើលបន្តិចហើយអញ្ចឹងបន្ទាប់មកខ្ញុំហៅ class ដែលមកខ្ញុំហៅ container ហ្នឹងមកហើយអញ្ចឹងមករួចហើយយើងនឹងនិយាយអំពី display grid ណាអញ្ចឹងវាយ display grid មកអូខេនេះ display grid អញ្ចឹងយើងចង់ display grid វាមាន2វាមាន display យើងមាន grid អីយ៉ា grid template column ហើយនឹង grid template row ណាអូខេបើអ្នកទាំងអស់គ្នាចង់បានប្រអប់ឬក៏ item ទាំងអស់នឹងជាយើងចង់បានឥឡូវខ្ញុំឧទាហរណ៍ថាចង់បាន4ហើយក្នុងមួយប្រអប់ខ្ញុំដាក់100 px ចុះណាអូខេមួយប្រអប់ខ្ញុំដាក់100 px អញ្ចឹងខ្ញុំ copy ទៅលឿនណាឲ្យបាក់វាយដាក់អញ្ចឹងទៅនេះអត់ clear ហើយយើងអត់ដក clear វាអត់ចេញឲ្យទេណាហើយអញ្ចឹងបន្ទាប់មកខ្ញុំចង់បាន column row ហ្នឹងគឺ4ប្រអប់ដូចគ្នាហើយទំហំ100ដូចគ្នាអញ្ចឹងយើងឃើញហើយនៅក្នុងនេះមាន column 4ណា column 1 2 3 4ណាទៅហើយ row គឺ4ដូចគ្នា1 2 3 4ណាអូខេដោយសារនេះវាអត់មាន item អញ្ចឹងវានៅ blank ទៅទេអត់ណាអូខេនេះជារបៀបដាក់grid មានន័យថា display grid ណាហើយអញ្ចឹង